កូនប្រុសស្រីទាំងអស់តែងតែជួបឪពុកម្ដាយនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងនៅពេលដែលកូនទៅជួបឪពុកម្ដាយមានកូនខ្លះហ្នឹងក៏គាត់បានបំពេញកាតព្វកិច្ចទូនាទីជាកូនល្អទៅជួបឪពុកម្ដាយហ្នឹងតែងតែមានជាទេយ្យទានខ្លះៗដើម្បីជូនដល់លោកអ្នកមានគុណនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរហ្នឹងដែលឡែកមានកូនខ្លះហ្នឹងក៏គាត់មិនទាន់បានបំពេញកាតព្វកិច្ចទូនាទីជាកូនល្អនៅឡើយទេអញ្ចឹងភាពចង់ចែករំលែកថាជារឿងសំខាន់បំផុតនៅពេលដែលយើងជាកូនប្រុសស្រីដែលឃ្លាតឆ្ងាយពីស្រុកកំណើតណាមកធ្វើការនៅស្រុកឆ្ងាយដូចនៅភ្នំពេញនៅអីចឹងនៅពេលដែលពិធីបុណ្យចូលឆ្នាំខ្មែររបស់យើងបានមកដល់ហ្នឹងច្បាស់ណាស់ថាយើងបានឱកាសនៅក្នុងការឈប់សម្រាកទៅជួបឪពុកម្ដាយរឿងដែលសំខាន់ក្នុងនាមយើងជាកូនប្រុសស្រីគឺត្រូវតែមានជាសម្ភារៈខ្លះៗដែលចាំបាច់សម្រាប់អ្នកមានគុណរបស់យើងណាមានជាភេសជ្ជៈមានជាថ្នាំកែរោគឬក៏ថាមានជាថវិកាខោអាវអីខ្លះទិញឬក៏ថាកាត់ជូនគាត់ទៅឲ្យគាត់បានស្លៀកពាក់ឲ្យគាត់បានប្រើប្រាស់នៅក្នុងរដូវកាលចូលឆ្នាំខ្មែរហ្នឹងធ្វើយ៉ាងម៉េចបែបម៉េចក៏ដោយគឺត្រូវតែទំនុកបំរុងគាត់តាមលទ្ធភាពតាមសមត្ថភាពដែលយើងអាចជួយគាត់បានតិចច្រើនក៏ដោយឲ្យតែយើងមានចិត្តចង់ជួយគាត់ដោយថវិកាក្តីជារបស់របរប្រើប្រាស់ក្តីធ្វើម៉េចឲ្យគាត់បានប្រើប្រាស់ព្រោះគាត់ជាមនុស្សចាស់ពេលខ្លះមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ការទៅផ្សារទៅទិញរបស់ប្រើប្រាស់ទេអញ្ចឹងអ្វីដែលសំខាន់ក្នុងនាមយើងជាកូនប្រុសស្រីអ្នកដែលមានធម៌កតញ្ញូកតវេទីហ្នឹងត្រូវតែធ្វើជាកូនល្អគឺការទំនុកបំរុងគាត់ដោយគ្រឿងប្រើប្រាស់ផ្សេងអញ្ចឹងទៅនេះឈ្មោះថាយើងបានទទួលទេវតាឆ្នាំថ្មីគឺឪពុកម្ដាយរបស់យើងនឹងឯង